បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទនៅតាមបណ្ដាសង្គម YouTube ក៏ដូចជា Facebook ផងដែរបាទនេះគឺជាការធ្វើតេស្តជាមួយនឹងប្រភេទម៉ាស៊ីនបាទខ្នាតធំបាទប្រភេទម៉ាស៊ីនកិនសង្កេតដូងខ្នាតធំសម្រាប់បងប្អូនចង់យកទៅធ្វើអាជីវកម្មតែម្ដងដែលមានឈ្មោះថា D40 ណាបាទ D40 គឺវាធំជាង D30 ទៅទៀតបាទសម្រាប់ម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីនមួយដែលជំនាញទៅលើកិនស្កេតដូងសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារតែម្ដងបាទខ្នាតធំបាទសម្រាប់ស្កេតដូងចេញមកវិញគឺម៉ត់ល្អតែម្ដងណាម៉ត់ល្អហើយកិនបានលឿនបាទម៉ត់ល្អហើយកិនបានលឿនទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការតាក់ទងទៅនឹងម៉ាស៊ីនបាទចង់យកទៅផ្នែកអាជីវកម្មឬក៏មានអាជីវកម្មតខ្លួនឬក៏មានតម្រូវការជាមួយនឹងស្កេតដូងបាទច្រើនដែលបងប្អូនដែលយកទៅសម្រាប់គ្រប់គ្រងខ្លួនឯងហើយអាចវាយលក់ទៅដល់ទីផ្សារខាងក្រៅផងដែរបាទអញ្ចឹងបងប្អូនអាចទំនាក់ទំនងបានណាតាមរយៈលេខទូរស័ព្ទខ្ញុំផ្ទាល់តែម្ដងបាទខ្ញុំនឹងដាក់លើអេក្រង់វីដេអូនេះបន្ថែមទៀតបាទ012 63 2345បាទ016បាទ63 2345បាទ080 066បាទ63 2345ឬក៏088 200បាទ3456គឺលេខខ្ញុំផ្ទាល់ដូចគ្នាបាទអញ្ចឹងដើម្បីអាចប្រឹក្សាទំនាក់ទំនងផ្ទាល់ជាមួយនឹងខ្ញុំបានហើយចំពោះបងប្អូនបាទចង់មកទីតាំងផ្ទាល់មកប្រឹក្សាផ្ទាល់បាទទីតាំងយើងខ្ញុំគឺមាននៅបាទទីតាំងនៅភ្នំពេញច្បារអំពៅខាងកើតអាគារបណ្ដាច្បារអំពៅបាទចិត្តនឹងទីពេទ្យបង្អែកច្បារអំពៅចិត្តនឹងសាលាខណ្ឌច្បារអំពៅភ្លើង359បងប្អូនអាចទាក់ទងមកបាទមកដល់សាលាខណ្ឌឬក៏មកដល់ទីពេទ្យបង្អែកបងប្អូនអាចទាក់ទងមកសួរមកបន្ថែមបានហើយចំពោះម៉ាស៊ីនប្រភេទនេះគឺយើងមានសម្រាប់ជាប់ជាមួយនឹងម៉ាស៊ីនសុទ្ធបាទឬក៏បងប្អូនអាចយកទៅជាប់ជាមួយម៉ាស៊ីនសុទ្ធខ្លួនឯងឬក៏បងប្អូនមានភ្លើង3ហ្វាបងប្អូនអាចជាប់ជាមួយនឹងម៉ូទ័រក៏បានដែរណាជាប់ជាមួយនឹងម៉ូទ័រអញ្ចឹងវាធ្វើឲ្យល្បឿនបើយើងជាប់ជាមួយម៉ូទ័រល្បឿនវាលឿនជាងម៉ាស៊ីនទ្វេដងបាទលឿនខ្លាំងបាទអញ្ចឹងធ្វើឲ្យអាជីវកម្មរបស់បងប្អូនដំណើរការល្អហើយបើបងប្អូនឯងខ្ញុំគ្រាន់តែសម្រាប់ធ្វើតម្រូវការស្កេតដូងខ្លួនឯងប៉ុន្តែពេលដែលបងប្អូនបាទមានម៉ាស៊ីននេះហើយបងប្អូនអាចប្រមូលទិញស្កេតដូងពីដែលគេលក់មកបាទកន្លែងគេលក់ទឹកដូងបាទអាចប្រមូលមកកន្លែងគេយកទីដូងកាប់ដូងអញ្ចឹងបងប្អូនអាចយកមកវាយបាទចេញជាស្កេតដូងសម្រាប់ប្រើប្រាស់ខ្លួនឯងហើយក៏អាចវាយជាស្កេតដូងសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារហើយចំពោះស្កេតដូងចេញមកគឺម៉ត់ល្អបាទហើយចំពោះកញ្ច្រែងយើងអាចកំងបានទៀតបាទបងចង់បានម៉ត់ខ្នាតណាអញ្ចឹងយើងបងប្អូនអាចកំងកញ្ច្រែងទៅបាទគឺវាចេញមកទៅតាមហ្នឹងបាទបងចង់បានបងប្អូនចង់បានរៀងធំបាទយើងដាក់កញ្ច្រែងរៀងធំតិចមកយើងចេញមករៀងដុំធំបាទចង់បានម៉ត់យើងដាក់កញ្ច្រែងរៀងឥតចេញមកណាយើងអាចបងប្អូនអាចកំងជាមួយនឹងកញ្ច្រែងបានហើយចំពោះម៉ាស៊ីននេះដែរគឺយើងមានការធានាគ្រោងដែកគឺក្រាស់មាំបាទអត់មានបញ្ហាទេណាអត់មានបញ្ហាទេបាទសម្រាប់គ្រោងដែកអីបងប្អូនអាចមើលទៅបាទសម្រាប់គ្រោងដែកគឺអត់មានបញ្ហាតាក់ទងទៅនឹងបញ្ហាទេណាហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានឬក៏មានតម្រូវការជាមួយនឹងប្រភេទម៉ាស៊ីនកិនស្រកីដូងបងប្អូនអាចទំនាក់ទំនងបានណាដែលមានអាសយដ្ឋាននៅភ្នំពេញច្បារអំពៅបាទឬក៏អាចទំនាក់ទំនងលេខខ្ញុំផ្ទាល់ដែលខ្ញុំបាទឈ្មោះវាសនាបាទតតាមលេខទូរស័ព្ទ012 63 2345បាទ016 63 2345បាទនិង088បាទ200 3456និង066 63 2345បាទលេខខ្ញុំផ្ទាល់កាន់ផ្ទាល់តែម្ដងបាទបងប្អូនអាចសេវលេខ Telegram ខ្ញុំគឺប្រព័ន្ធ012បាទលេខ Telegram បាទអញ្ចឹងសម្រាប់ការប្រឹក្សាយោបល់ផ្សេងបងប្អូនអាចទំនាក់ទំនងប្រឹក្សាយោបល់បន្ថែមបាទអំពីការប្រើប្រាស់អំពីគុណភាពបាទបងប្អូនចង់បង្កើតទៅជាអាជីវកម្មតម្រូវការប្រមាណគីឡូក្នុងមួយថ្ងៃបាទប្រមាណគីឡូក្នុងមួយម៉ោងបាទអញ្ចឹងបងប្អូនអាចទំនាក់ទំនងយើងមានច្រើនខ្នាតច្រើនសេរីច្រើនទំហំទៅតាមប្រភេទតម្រូវការរបស់ពុកម៉ែបងប្អូនដូចគ្នាណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទនៅតាមខេត្តបាទអាចទំនាក់ទំនងមកបានហើយចំពោះបងប្អូនដែលចង់មានតម្រូវការទិញសក្តិដូងបងប្អូនក៏អាចតាក់ទងបានដូចគ្នាបាទលេខហ្នឹងលេខខ្ញុំផ្ទាល់បាទ02បាទ02 63 2345ហ្នឹងគឺលេខខ្ញុំផ្ទាល់តែម្ដងណាលេខខ្ញុំផ្ទាល់តែម្ដងបាទនៅលើជញ្ជាំងលើផ្ទាំងគំនូរនេះលើផ្ទាំងbanner នេះគឺជាលេខខ្ញុំផ្ទាល់តែម្ដងបាទមាន3ប្រព័ន្ធហ្នឹងណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូន
ដែលមានតម្រូវការបាទប្រើប្រាស់ជាមួយនឹងម៉ាស៊ីនណាកុំភ្លេចបាទតំណាក់ទំនងមកបាទហាងគ្រឿងកសិកម្មគុណខ្មែរបាទយើងខ្ញុំបាទមានការប្រឹក្សាជូនបាទមុំទាំងអស់ណាមុំប្រភេទសត្វដែកមុំតម្ដងកញ្ឆែងអីបាទទាំងអស់គឺមុំបាទអត់មានទោះកន្លែងណាទេបើបងប្អូនមកឃើញតលកាន់តែដឹងថាសាច់ដែកកន្លែងតួខ្លះគឺឡើង5ហ៊ុន6ហ៊ុនបាទនឹងគេច្រែងណាគេច្រែងយើងអាចកំងបានបងប្អូនចង់កំងប្រមាណបាទប្រមាណលីគឺយើងអាចកំងបានជាទូទៅគេប្រើចន្លោះ16លីបាទ12 16ណាអាហ្នឹងគឺម៉ត់ល្អហើយបាទ12គឺកាន់តែម៉ត់ខ្លាំងបាទអញ្ចឹងវាភាពងាយស្រួលបាទសម្រាប់ស្កៃដូងវិញបាទយើងអាចប្រមូលទិញមកពីកន្លែងគេបាទកាប់ដូងទៅបាទកន្លែងគេកាប់ដូងសម្រាប់ធ្វើខ្ទិះបាទឬក៏បងប្អូនអាចប្រមូលទិញពីកន្លែងដែលបាទគេផឹកទឹកដូងគេលក់ទឹកដូងខ្ចីយើងបាទអាចតំណាក់ទំនងបានបាទដើម្បីឲ្យកាន់តែធូយើងតាដាក់ខែដាក់អីដាក់ថ្ងៃមួយគេទៅយើងប្រមូលទិញទៅយើងបានធូយើងអាចលក់ទៅគ្រប់កងទៅលើទីផ្សារបានបាទបានធូដូចគ្នាហើយចំពោះស្កៃដូងវិញហ៊ានិយាយថាគឺជាប្រភេទស្កៃដូងដែលម៉ត់ល្អតែម្ដងណាប្រភេទស្កៃដូងដែលម៉ត់ល្អដែលអាចយកទៅធ្វើជីកប៉ោះឬអាចទៅត្រាំមែកឈើទៅបដោះមែកបដោះដាក់គល់បាទជាមួយនឹងដំណាំបាទអាចយកទៅបដោះបាទតាក់ទងតអ្នកខ្លះគាត់ដាំប្រភេទថាស្ពៃបាទប្រភេទដាំបន្លែលើទឹកអញ្ចឹងគាត់អាចទិញជាមួយនឹងម៉ាស៊ីននេះយកទៅសម្រាប់ប្រកបអាជីវកម្មខ្លួនឯងបានបាទមានភាពងាយស្រួលដោយមិនចាំបាច់រំពឹងទៅលើសកៃដូងថាសកៃដូងរបស់គេមានគុណភាពល្អឬក៏មិនមានគុណភាពល្អកាលណាតែយើងផលិតដោយខ្លួនឯងទី1យើងកាត់បន្ថយការចំណាយបានច្រើនទី2យើងអាចផ្គត់ផ្គង់បាទលក់ទៅលើទីផ្សារក៏បានដែរណាលក់ផ្គត់ផ្គង់ទៅលើទីផ្សារបានទៀតអញ្ចឹងវាចំណេញលើចំណេញនេះហើយជាមូលហេតុដែលបងប្អូនតែងតែមានការប្រឹក្សាតែងតែសួរនាំបាទតាក់ទងទៅនឹងម៉ាស៊ីនកិនស្រកីដូងនេះបាទហេតុអីក៏ខ្ញុំចង់ឲ្យបងប្អូនទេមកដោយសារចង់ដឹងតម្រូវការរបស់ពុកម៉ែបងប្អូនតើតម្រូវការរបស់ពុកម៉ែបងប្អូននឹងមានត្រូវការសកៃដូងនឹងមួយថ្ងៃប្រហែលគីឡូបាទមួយម៉ោងប្រហែលគីឡូក្នុងមួយថ្ងៃត្រូវការប្រមាណអញ្ចឹងគួរតែប្រើជាមួយនឹងម៉ាស៊ីនប្រភេទណាហើយសកៃដូងរបស់ពុកម៉ែបងប្អូនហ្នឹងគឺម៉ត់ត្រូវការម៉ត់អត់ឬក៏ត្រូវការប្រភេទជីសរសៃខ្លះសម្រាប់ទ្របបាទដោយសារប្រភេទម៉ាស៊ីនខ្លះគឺវាមានជាសរសៃមកជាមួយនឹងសកៃដូងម៉ត់ហើយនេះក៏តែងតែខ្ញុំតែងតែណែនាំជូនពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមានចម្ងល់មិនថាពុកម៉ែបងប្អូនមានតម្រូវការទិញឬក៏ពុកម៉ែបងប្អូនថានៅទេអត់ទាន់មានតម្រូវការទិញទេប៉ុន្តែពុកម៉ែបងប្អូនអាចទេណាអាចខលបានណាមិនចាំបាច់តែបងប្អូនត្រូវការទិញទេអញ្ចឹងបងប្អូនអាចយកលេខ Telegram ខ្ញុំទៅបាទ012 63 2345គឺជាលេខ Telegram របស់ខ្ញុំដើម្បីងាយស្រួលក្នុងការទំនាក់ទំនងខ្ញុំនឹងផ្ញើព័ត៌មានផ្សេងៗបាទជូនពុកម៉ែបងប្អូនមិនថាបងប្អូនទិញឬក៏មិនទាន់ទិញទេចាំដល់តែទិញបានបងប្អូនតាក់ទងមកណាអញ្ចឹងសម្រាប់ម៉ាស៊ីនបាទគឺយើងមានការតម្រៀបជូនតាមតម្រូវការរបស់ពុកម៉ែបងប្អូនចង់បានម៉ត់បាទយើងណែនាំប្រភេទម៉ាស៊ីនបាទបងប្អូនមានភ្លើងខ្ញុំណែនាំជូនជាមួយនឹងប្រភេទ motor បាទហើយវាមានឈុតវាមានរ៉ៃមានប្រភេទឈុតរ៉ៃឈុតខ្សែពៀនបាទឈុតជាច្រើនប្រភេទទៀតសម្រាប់ប្រភេទម៉ាស៊ីននេះដែរបាទក្នុងវីដេអូនេះគឺជាប្រភេទ D បាទ D40 ដែលមានរូបរាងបាទធំជាង D30 បាទផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់បានណាខ្ញុំនិយាយទៀតអាចទំនាក់ទំនងមកប្រឹក្សាយោបល់សិនបាទដើម្បីឲ្យមានភាពកាន់តែច្បាស់លាស់តាក់ទងទៅនឹងការតម្រូវការរបស់ពុកម៉ែបងប្អូនជៀសវាងបងប្អូនទិញទៅហើយធ្វើឲ្យមានការខកបំណងបាទខកបំណងពីអ្វីដែលយើងចង់បានណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះដែរគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងបាទអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងជាមួយនឹងបាទគ្រឿងកសិកម្មគុណខ្មែរយើងខ្ញុំបាទសូមអរគុណបាទសូមបញ្ចប់ជាមួយនឹងការឡាយប៉ុណ្្នឹង